តើមានរបស់បាទតាមទៅពួកយើងជាមេដឹកនាំសហជីពគឺយើងចង់ឃើញយុទ្ធធម៌មួយនៅក្នុងសង្គមជាពិសេសនៅក្នុងវិស័យការងារហើយអ្វីដែលយើងមិនអាចបំភ្លេចបាននោះគឺវីរភាពដ៏អង្អាចក្លាហានរបស់លោកគ្រូជាវិជាដែលជាមេដឹកនាំសហជីពស្នើបំផុតនៅប្រទេសខ្មែរហើយយើងខ្ញុំទាំងអស់គ្នាដូចខ្ញុំផ្ទាល់ក៏បានយល់សម្រាប់តាមគាត់ហើយបានខំប្រឹងបំពេញកិច្ចការច្រើននៅក្នុងវិស័យការងារជំនួយជំរុញឲ្យមានការលើកកម្ពស់ការប្រតិបត្តិកម្មករក៏ដូចជាបញ្ហាប្រាក់ជួលជាដើមហើយយើងមិនភ្លេចទេចំពោះការបាត់បង់ជីវិតរបស់គាត់តាមរយៈការធ្វើភាពពីសំណាក់ជាកកដូច្នេះយើងនៅតែទទូចឲ្យរដ្ឋាភិបាលស្វែងរកជាកកពិតប្រាកដយកមកផ្ដល់ជាទោសទៅតាមផ្លូវច្បាប់ព្រោះថាការចាប់លោកសុខសំអឿនលោកបនសំណាងយកដាក់គុកពួកគាត់មិនមែនជាជាកកទេគាត់ជាគ្រាន់តែជាឧបករណ៍របស់គេដូច្នេះយើងនៅតែទទូចដល់រដ្ឋាភិបាលធ្វើយ៉ាងណាស្វែងរកចាប់ជាកកពិតយកមកផ្ដល់ទទួលហើយយើងចង់ឃើញយុទ្ធធម៌ពិតប្រាកដមកដល់លោកគ្រូជាវិជាក៏ដូចជាញាតិសន្តានរបស់គាត់ហើយយើងនៅតែទទួលទៀតហើយយើងមិនភ្លេចទេចំពោះថ្ងៃទី22ដែលជាថ្ងៃលោកត្រូវបានសិទ្ធិករបាញ់សម្រាប់ដូច្នេះពួកយើងនៅតែបន្តសកម្មភាពដើម្បីរំលឹកនិងគុណក៏ដូចជាវីរភាពរបស់គាត់ក៏ដូចជាដាស់តឿនទៅដល់កម្មករទូទាំងព្រះរាជាណាចក្រកម្ពុជាឲ្យចងចាំរូបគាត់ទោះបីចំនួនណាក៏ដោយត្រូវចងចាំរហូតបាទសូមអរគុណ